សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណសួស្តីពុកម៉ែបងប្អូនយើងតពីភាគមុនបន្ទាប់ពីពួកគេចាប់ដើមឈើចម្លែកនោះបន្ទាប់មកធ្វើឲ្យពួកគេឆ្លងពេលវេលាទៅកន្លែងមួយទៀតរំពេចភ្លាមនោះធ្វើឲ្យពួកគេភ័យនិងស្រឡាំងកាំងតែម្ដងអូយចូលទៅនេះគេទីណាទៅភ័យខ្លាំងម្ដងណាហើយនឹងភ័យណាពួកបាមានរឿងអីកើតឡើងទៅយើងយេពិតជាចម្លែកដល់ហើយបើក៏ប្រាប់ថាពួកយើងបានធ្លាក់ចូលទៅក្នុងដើមឈើនោះហើយវាបាននាំយើងមកកាន់ទីនេះណាហើយពេលនេះពួកយើងកំពុងតែយល់សពឬក៏យ៉ាងណាហេតុអីក៏យើងមកទីនេះអញ្ចឹងវិញមែនហើយមកចូលតែមានវិធីណាមួយដើម្បីបញ្ជាក់ការពិតថាពួកយើងកំពុងតែសម្បិនអាក្រក់ឬក៏យ៉ាងណាមែនហើយដើម្បីបញ្ជាក់ការពិតហក់យកអានេះទៅវើយបែកឈើឲ្យបំរុងធ្វើស្អីដឹងហ៎វាយក្បាលខ្លួនឯងទៅបើឈឺប្រកាសជាការពិតហើយល្អតាដើម្បីបញ្ជាក់ការពិតឲ្យបោជឿដល់អូម៉ែអូយពេលនេះខ្ញុំមកដល់កន្លែងមួយទៀតហើយខ្ញុំមិនអាចត្រឡប់ទៅវិញបានទេពេលនេះវីវខ្ញុំមិនអាចទៅវិញជួបសង្សារខ្ញុំបានទេស្លាប់បារម្ភសិនមកចាយបើមានផ្លូវចូលប្រកាសជាមានផ្លូវចេញវិញមិនខានពិតដែរទេចាត្រូវហើយត្រូវហើយចូលបានប្រកាសជាចេញបានក៏ប៉ុន្តែមិនដឹងច្រកចេញនៅណាទេពួកយើងត្រូវស្វែងរកសិនណាចាត្រូវហើយពួកយើងត្រូវស្វែងរកច្រកចេញវីវសិតតែព្រៃមិនដឹងច្រកចេញនៅណាអាណាទេមកពីណាគេតែមកមានការអីយើងគឺជាចវាយរបស់ពួកឯងណាពួកឯងទៅដល់កន្លែងនោះហើយឬនៅមិនឃើញអ្នកណាតាក់ទងមកយើងទេច្រើនថ្ងៃហើយវីវតើពួកឯងអាចប្រាប់ខ្ញុំបានទេតើពេលនេះពួកឯងទៅដល់ណាហើយចាចវាយពេលនេះពួកយើងមិនដឹងថានៅទីណាទេមិនក៏មិនដឹងថាខ្លួនឯងនៅទីណាអញ្ចឹងពួកឯងកុហកមែនទេមិនបងមិនដឹងមែនពួកខ្ញុំមិនបានកុហកទេចវាយអើយបើសិនជាចវាយមកជួយពួកខ្ញុំប្រកាសជារៀបអាចមិនខានឯងចង់មើលងាយអញមែនណារឿងចឹងអញឆ្លងកាត់រាប់ឆ្នាំហើយអត់វាយមិនបានថាចវាយទេខ្ញុំឃើញគាត់ផឹកតែស្រាហ្នឹងឥឡូវចូលស្អីរឿងយើងវិញឲ្យពួកឯងទៅធ្វើការបានលទ្ធផលមិនហើយចាសម្រាប់ការងារដែលចវាយឲ្យពួកខ្ញុំមកធ្វើគឺណែណែគឺណែនេះបដប់នឹងឲ្យស៊ូរឿងការងារមិនហើយចាចវាយពួកខ្ញុំមិនទាន់បានធ្វើអ្វីច្រើនទេគ្រាន់តែមកដល់កន្លែងដើមឈើពិនិត្យចុះពិនិត្យឡើងស្រាប់តែហោះវឹងមកដល់កន្លែងមួយទៀតចវាយមេខ្ញុំបានឃើញដើមឈើនោះមានមែករបស់វាដូចជាម្រាមដៃមនុស្សអញ្ចឹងណាដូចដៃមនុស្សមិនទៅវាចេះណាមេពួកខ្ញុំបានមកដល់កន្លែងដើមឈើនោះហើយដើមឈើនោះវាធំសម្បើមណាស់ក៏ប៉ុន្តែវាងាប់អស់ហើយគ្មានស្លឹកនោះទេរឿងដែលចម្លែកនោះមែករបស់វាដូចជាម្រាមដៃមានសក់ធ្លាក់ដូចស្រីកមុំទៀតស្ដាប់មើលទៅគួរឲ្យខ្លាចមែនចោះពួកឯងធ្វើអីបន្តទៀតទៅជើងបាទមេបន្តមកពួកយើងឃើញឬវាស្អាតពេកពួកយើងតែ3នាក់បានយកដៃទៅប៉ះឬរបស់វាបានហោះមកដល់កន្លែងផ្សេងមួយទៀតចាញ់ចវាយរឿងទាំងអស់ពិតមែនហើយណាថ្ងៃដំបូងពួកឯងបិទទូរស័ព្ទលឿនពេកយើងចង់ប្រាប់ពួកឯងថាកុំឲ្យប៉ះពាល់វាវីវទៅប្រាប់ឥឡូវហ្នឹងយើងភ្លេចប្រាប់ពួកឯងថាគ្រាន់តែទៅថតរូបបានហើយកុំឲ្យទៅប៉ះពាល់រំខានដល់គេចាំបាច់ចវាយដឹងហើយមិនប្រាប់កូនចៅផងតែតែទូរស័ព្ទមកប្រាប់យឺតពេលហើយយើងសូមអធិស្ឋានផងដែរថ្ងៃនោះពេលដែលយើងទៅដល់ផ្ទះវិញយប់ឡើងផឹកស្រាស្វឹងក៏ភ្លេចប្រាប់ពួកឯងហើយបន្តមកទៀតស្អែកឡើងឆ្លុះគ្នាជាមួយប្រពន្ធរបស់យើងហើយមកដល់កន្លែងធ្វើការឆ្លុះគ្នាជាមួយស្រីស្នេហ៍ទៀនចាំឲ្យទៅភ្លេចហ្នឹងវីវតាចវាយមិនដឹងរឿងអីពីដើមឈើនោះខ្លះទេអ្នកភូមិបានប្រាប់យើងតគ្នាថាមានមនុស្សជាច្រើនចូលទៅក្រុងនៅក្នុងព្រៃនោះណាជាប់នៅក្នុងដើមឈើមិនអាចចេញមកវិញបានទេពួកគេសង្វេគខ្លាំងណាស់អស់រយៈពេល5ឆ្នាំហើយមិនអាចចេញវិញបានទេបាយកតគាត់មិនខានទេម៉ែអើយបើសិនជាបែបនេះមែនពួកយើងមិនអាចត្រឡប់ទៅផ្ទះវិញបានទេមីវមិនខានទេបើបែបនេះមែនធ្វើឲ្យខ្ញុំមិននឹកផ្ទះងាប់ហើយបែអើយខ្ញុំនឹកអ្នកទាំងអស់គ្នាណាខ្ញុំនឹកអ្នកទាំងអស់គ្នាខ្ញុំចង់ទៅផ្ទះជួបអ្នកទាំងអស់គ្នាវិញបើពួកឯងនឹកហើយកុំសោកសៅអីកាត់ចិត្តខ្លះទៅណាអមេឲ្យខ្ញុំតែចង់បានលុយហើយបើជួយជាអញ្ចឹងហើយពួកឯងនៅទីនោះថែរក្សាគ្នាផងណាយើងនឹងរួមមធ្យោបាយជួយពួកឯងចេញមកវិញកុំបារម្ភអីចាតកែពួកឯងអត់ធ្មត់បន្តិចទៅណាបើមានបញ្ហាឲ្យកុំភ្លេចទូរស័ព្ទប្រាប់យើងផងចាបាទតកែចាតកែវាគឺជាក្តីសង្ឃឹមតែមួយគត់តកែកុំភ្លេចជួយពួកខ្ញុំចេញទៅវិញផងណាតកែពួកឯងនៅទីនោះស៊ូណាវើយទ្រាំបន្តិចទៅមិនអីទេចាំយើងជួយរកផ្លូវចេញឲ្យជួបគ្នាពេលក្រោយទៀតចាចវាយចាប់ឲ្យពួកយើងមិនដឹងថាមានច្រកចេញអត់ទេពេលនេះខ្ញុំហត់ឲ្យឃ្លានខ្លាំងទៀតណាចឹងតោះពួកយើងនាំគ្នាដើររកអីស៊ីទៅព្រៃម្ដុំនេះប្រកាសជាមានអីស៊ីមិនខានទេចំណែកខ្ញុំមកចង់ស៊ីភីសានៅក្នុងព្រៃម្ដុំនេះមានគេលក់ដែរទេណ៎តើមកយកក្នុងព្រៃមានណាលក់ស្អីទៅពួកយើងមិនដឹងថាងាប់ឬរស់ផងនេះតើពួកយើងទៅមុខទៀតទៅក៏ទៅដែរចៅពួកគេទាំង3នាក់នេះបានបន្តដំណើរទៅមុខទៀត
ដើម្បីរកច្រកចេញនិងអាហារបរិភោគដើម្បីរស់រានបន្តទៀត ហើយខ្ញុំចង់ស៊ីសុកបង្គាស្ងោរតុងយ៉ាំហ៎ នៅក្នុងព្រៃប្រហែលជាគ្មានទេ ខ្ញុំវិញចង់ញ៉ាំប្រហិតបុកល្ហុងណា ហើយយើងចង់ប្រាប់ពួកឯងថានៅក្នុងព្រៃគ្មានភីសាគ្មានបុកល្ហុងប្រហិតអីនោះទេវើយមានតែផ្លែឈើនៅរបស់របរផ្សេងទៀតដែលអាចស៊ីបានដើម្បីរស់ថ្ងៃស្អែកបន្តទៀតពួកឯងត្រូវចាំណាគ្មានអ្នកណាលក់ដូរទេនៅក្នុងព្រៃប្រាប់ឲ្យហើយ បើចាំមែនពួកយើងចប់ហើយ មិនអីនោះទេដែរនៅក្នុងព្រៃមានរបស់ហូបច្រើនកុំអារម្មណ៍ឲ្យតែយើងចេះកែច្នៃរវា អុយតែយើងដើរឆ្ងាយក៏មិនឃើញអីស៊ីទេណា តែជំនាញដំបូងមើលផ្លែឈើសិន អុយចាំមិនរកផ្លែឈើទីផ្លែឈើពុលវាមិនងាប់ទេអី ពេលដែលពួកគេដើរសម្លឹងរកអាហារចូលក្នុងព្រៃជ្រៅទៅក៏បានជួបបុរសម្នាក់ អូយបានហើយតែប៉នេះយកទៅធ្វើស៊ុបប្រកាសជាឆ្កាច់មិនខាននោះទេ អូជួយមើលស្អីគេស្វាមែននោះមិនមែនទេគឺជាមនុស្សតាពូនៅលើដើមឈើធ្វើស្អីនោះហ៎ យើងកំពុងបែកផ្លែឈើតែពួកឯងទៅដាក់ដែរđâuហ៎ ចាពូពួកខ្ញុំបានមកវិញចូលព្រៃពេលនេះកំពុងតែរកច្រកចេញណាពូ ដែរខ្ញុំមានសំណួរមួយចង់សួរតើពូដើរបេះផ្លែឈើឲ្យចូលមកទីនេះដោយរបៀបណាខ្ញុំមករស់នៅទីនេះបានយ៉ាងម៉េចវាមិនសំខាន់នោះទេតែសំខាន់ថាវាមិនអាចរកច្រកចេញឃើញតែការឆ្លើយមិនត្រូវនឹងសំណួររបស់ខ្ញុំទេ ពួកខ្ញុំចង់សួរលោកបងថាពេលដែលលោកពូមកទីនេះដំបូងដោយរបៀបណាប្រាប់បានទេ ហើយប្រឡប់ពួកវាសិនអីអូយ អើមិនក៏ធ្លាក់ចុះចោលចេះហាក់ទៀត ពួកចៅមកទីនេះដោយរបៀបណា ខ្ញុំក៏មិនដឹកដែរគ្រាន់តែនាំលេខចាក់មនុស្សឈើក៏មកដល់ទីនេះភ្លាមណាពូ ត្រូវហើយពេលនេះពួកយើងកំពុងតែឃ្លានខ្លាំងណាស់តើមានអ្វីហូបដែរទេ សូម្បីតែទឹកមិនទាន់បានផឹកផងត្រូវហើយយើងដាច់បាយដាច់ទឹកអស់ជាច្រើនថ្ងៃហើយណាពូ សម្រាប់ផ្លែឈើនិងម្ហូបអាហារដែលខ្ញុំបានរកនេះទុកសម្រាប់កូនស្រីរបស់ខ្ញុំនៅផ្ទះនោះណាតតនាងអនុញ្ញាតទៅយើងអាចហូបបានបើអ្នកនរគ្នាមិនប្រកាសទេអាចទៅផ្ទះខ្ញុំបានណា អ្នកទាំងអស់គ្នាបានលើទេអាហារទាំងអស់គឺគាត់ទុកសម្រាប់កូនស្រីរបស់គាត់ណាចេះតែក្រក់មិនគាត់ណាពួកយើងសុំមួយពីរក៏មិនបានដែរ ខ្ញុំប្រាប់ប្រហែលដងទៀតអាហារទាំងអស់នេះខ្ញុំរត់ទុកតែគ្រួសារខ្ញុំទេ ហើយវាចេះតែពូខ្ញុំអត់អាហារប្រហែលថ្ងៃហើយបើសិនជាពូជួយខ្ញុំខ្ញុំនឹងជួយធ្វើការពូវិញមិនអីទេ បើពួកឯងទទួលនៅចង់ហូបអាហារបែបនេះមិនអីទេទៅផ្ទះយើងចាំយើងធ្វើស៊ុបឲ្យពួកឯងហូបចាំហើយ លពូពិតជាចិត្តល្អបែបមុខលពូស្អាតតែម្ដងណាហើយចំណែកមុខសក់លពូក៏លយទៀតខ្ញុំចូលចិត្តមុខសក់លពូហាចាពិតជាលយមែនណា មិនចាំបាច់សរសើរយើងពេកទេពេលដែលត្រឡប់ទៅវិញយើងទៅធ្វើស៊ុបមាន់ឲ្យពួកឯងហូបហើយតោះទៅផ្ទះខ្ញុំ យេ តោះចាំបញ្ញាប់ឡើងខ្ញុំចង់ហូបណា ខ្ញុំចង់ឃើញកូនស្រីពូហើយចង់ហូបបាយផងដែរណាពូ កុំនិយាយច្រើនពេកអើយមកឆាប់នាំគ្នាមក យេ ពួកគេទាំង3នាក់បានជួបបុរសចម្លែកម្នាក់នៅក្នុងព្រៃហើយពួកគេនៅតែទទូចចង់ហូបអាហារពេលនេះបុរសចម្លែកនោះបាននាំពួកគេទៅផ្ទះហើយហូបមាន់ មួយថ្ងៃគិតតែបុកគ្រឿងតែម្ដងមិនដឹងពេលណាបានប្តីមួយស្រួលនឹងគេនោះទេពេលដែលមានស្នេហាជួបតែពួកប្រុសបោកផ្លូវចិត្តតែប៉ុណ្ណោះពេលនេះមិនដឹងពេលណាជួបបរិសុទ្ធពិតនោះទេខ្ញុំធន់ខ្លាំងណាស់មិនដឹងបុកទៅស្អីទេធន់ណាស់មកចោលទៅមកទៅ កូនស្រីបាត់វែវនេះពុកដល់ពួកគេមកវិញក្នុងព្រៃមកផ្ទះយើងដែរគេអត់អាហារជាច្រើនថ្ងៃហើយដែរអូនអាចជួយចម្អិនម្ហូបអាហារដើម្បីទទួលពួកគេនេះហូបបានដែរទេដោយសារគេរសារពុកឲ្យស្អាតអញ្ចឹងហើយគេចង់ឃើញកូនពេលនេះគេមកលេងផ្ទះយើងហើយដែរកូនពួកនេះ ចាពុកតែម្ហូបចាយើងអស់លីងហើយណា បាយទឹកត្រីក៏បានដែរណា ដូចជានៅមន់មួយដែរ បានបនស្ងោរតែល្អ ពេលដែលជោបានឃើញមុខកូនស្រីបុរសចម្លែកនោះស្រាប់តែជោនឹកឃើញថានារីម្នាក់នេះតែដែលចូលក្នុងសបិនរបស់គេជារៀងរាល់យប់ ខ្ញុំធ្លាប់ឃើញនាងនេះនៅក្នុងសុបិនពេលនេះមកជួបការពិតហើយ ហើយកូនពូពិតជាស្អាតមែន អូនេះគឺជាកូនស្រីរបស់យើងវិញកំចោលលោកលាត់ប្រយ័ត្នដាច់កទៅប្រាប់ហើយ បាទពូខ្ញុំបានក្រោយគាត់សើតា ហើយកំចោលគិតផ្ដេសផ្ដា បាទពូមិនហ៊ានទេ អូតែកូនស្រីអូបាននាំវាមកហើយវាបានធ្វើអ្វីខ្លះដាក់លើកូនពេលនេះកូនកុំឲ្យវារួចខ្លួនឲ្យសោះសម្លាប់ឲ្យអស់តែម្ដងលឺទេ ចាពិតជាអស្ចារ្យណាស់ធ្វើបានល្អមែនទេ ល្អហើយកុំភ្លេចទុកសាច់ពួកវាឲ្យខ្លះផងណា ចាគ្មានបញ្ហាទេ អញ្ចឹងបញ្ញាប់ទៅធ្វើកិច្ចការមួយចំនួនសិន បំរុងធ្វើស្អីហ្នឹង ឯងដាំបាយទៅឲ្យទៅរស់សាច់ខ្លះដើម្បីឲ្យពួកវាស៊ី ទៅរកមកហូបយកមកទុកពី3ក្បាលមកណា ឲ្យដឹងហើយចាប់រៀបចំទៅ វ៉ាន់វ៉ែវនិងឪពុករបស់គេរៀបគម្រោងការសងសឹកព្រោះកាលពីអតីតកាលនាងធ្លាប់មានប្រវត្តិស្នេហាជាមួយនឹងជោរហូតទៅដល់ស្លាប់ខ្លួនក៏ប៉ុន្តែពេលនេះនាងមានឱកាសល្អរៀបចំផែនការសងសឹកវិញហើយ យើងនឹងយកពួកឯងទាំងអស់គ្នារំងាស់ធ្វើស៊ុប គេលពូល្អឲ្យចេញចូលរកកូនស្រីគាត់ចេញមើលណែមីអូណាមិនក៏លពូល្អឲ្យគាត់ដើរចេញទៅគាត់ទៅរកអីមកវិញប្រាប់បានទេ
ឲ្យរបស់ខ្ញុំគឺគាត់ចូលទៅក្នុងភូមិយកសាច់លេខ1ដើម្បីមកធ្វើមហូបឲ្យពួកបងហូបណាអ្នកនាងខ្ញុំសុំនិយាយតាមត្រង់ណាខ្ញុំមិនដែលឃើញអ្នកនារីណាស្អាតសាច់សខ្ចីអ្នកនាងទេណាគឺស្អាតតែម្ដងអើយចយពេលវេលានេះយើងមិនមែនមកញ៉ែស្រីទេវើយហៅធម្មតាមិនបានអីចាំបាច់លេងដៃលេងជើងតមិនបានឥឡូវហ្នឹងមើលមុខឲ្យហើយអាណាសង្ហាជាងឥឡូវហ្នឹងកុំឈ្លោះគ្នាអីណាពួកបងខ្ញុំប្រាប់បន្តិចទៅចោះណាតាំងពីកើតមកគឺខ្ញុំស្អាតតែម្ដងក៏ប៉ុន្តែមិនដែលមានសង្សារនោះទេធ្លាប់មានគេធ្វើបាបចឹងហើយខ្ញុំមិនចង់បានណាអាចឈួតណាទៅធ្វើបាបស្រីស្អាតបែបនេះណោះទៅណែពួកឯងខ្ញុំមិនចង់និយាយទេបានខ្លួនខ្ញុំហើយគេតែមានអ្នកថ្មីបាត់អាមួយនោះខូខើបេក្មេងតូចគួរឲ្យស្រឡាញ់ណាមកចូលមកចិត្តខ្ញុំមកដើម្បីស្អំបេះដូងព្យាបាលបេះដូងឡើងវិញជួយអោបមួយមកណាហៅដូចស្លឹកអញ្ចឹងខ្លាំងមកម៉ែនេះជាការពមៀនណាប្រោះព្រៀនកុំមកចង់ញ៉ែនោះសំមុខអាចយហើយកុំសាយពួកចៅអង្គុយលេងសិនទៅខ្ញុំទៅរៀបចំអាហារឲ្យស៊ីអូខេមិនអីទេតោះឆេរីរកឡើងអង្គុយលេងចាបងតោះពួកឯងផ្អែមល្ហែមមិនគ្រាមមណាចាំមើលទីបំផុតក៏ចេញងាប់ទាំងអស់គ្នាមិនខានវ៉ាន់វែវដូចជាខាងនឹងពួកគេខ្លាំងណាស់ក៏ប៉ុន្តែពេលវេលាមិនទាន់មកដល់នាងទុកក្នុងចិត្តសិនហើយហេវដល់ហើយទៅចាប់ហូបដល់ណាណោះពួកយើងហេវឡើងទ្រាំលេងបានហើយនេះមិនយល់ពីពូដឹងសោះអ្វីតែនៅក្នុងព្រៃថាមានមន់ស្ងោពេលដែលមកដល់ផ្ទះថាទៅរកសាច់ពិសេសឲ្យពួកយើងស៊ីមិនយល់ពីគាត់មែនកុំនិយាយច្រើនពេកខ្ញុំចង់ញ៉ាំពីសាជាមួយនឹងភ្លើមាត់បំពងណាពួកយើងក្លៀនខ្លាំងពេកឡើងរវើរវាយអស់ហើយតែពេលណាមកហូបគេឆ្អិនទៅណោបាត់ជូបែតនឹកដើមមកដល់ហើយឈ្ងុយមែនតំណងដល់ហើយចានេះណែមកហូបរួចរាល់ហើយនាំគ្នាហូបទៅណាបោះអញ្ចឹងឲ្យស្កាយស៊ីឬឲ្យមនុស្សស៊ីណោះចំតែបងពួកឯងឃើញទេមកផ្ទះគេបោកអញ្ចឹងខ្ញុំគិតថានាងកំអើអញ្ចឹងគួរឲ្យស្រឡាញ់ណាស់តែពួកយើងកុំគិតច្រើនពេកស៊ីទៅបងសាក់ព្រោះតឆ្ងាញ់ពេកមើលអើយដូចជាស្លាយឈេលីដោយឃ្លានខ្លាំងពេកបានញ៉ាំអាហារដែលវ៉ាន់វ៉ែវលើកមកឲ្យដាក់យកពេលនេះឆ្លាក់ហើយចេញមកក្របភ្នែកឬក៏ប្រហែលជួយពិនិត្យមើលស្អីគេនេះវើយមិនចាំបាច់ឆ្ងល់ទេធំអញ្ចឹងប្រកាសជាពងមាន់ឯងហូបទៅពងមាន់ឆ្ងាញ់ស្អីគេចង្ងាងឲ្យសាក់ភ្លុកមើលវើយអាមើលអាបាយជើងជ្រូកព្រៃហើយឆាលីចូលចិត្តជើងជ្រូកណាមកចូលចិត្តយកទៅនេះចាអត់ទេគប់ត្រង់មែនជាធម្មតាទៅហើយចង្រប់គប់ពេតប៉ោងត្រង់យ៉ាងហ្នឹងទៀតអញ្ចឹងបើមានប៉ុនយើងហៅអីទៅគប់យកស្រាហើយសាច់អីរសជាតិមិនដូចជាសាច់ជ្រូកអញ្ចឹងវ៉ៃតើយើងធ្វើអីបន្តទៀតទៅចាត់ការពួកវាថ្ងៃនេះមែនមានកម្រងហើយរកចាំមកភ្លេតសិនទៅណាចាំប្រច័ណ្ឌពេញវងចាំចាត់ការពួកវាទៅពួកយើងអាចទៅចាប់ជាតិបានណាដឹងទេពុកហើយនឹងវ៉ាន់វ៉ែវមិនមែនជាមនុស្សនោះទេពួកគេបានរៀបគម្រោងសម្រាប់ពួកគេទាំង3នាក់នោះនៅយប់ថ្ងៃពេញបរមីដោយសារកំហឹងសងសឹករបស់ពួកគេរឿងនេះគឺជាស្នេហារវាងជោហើយនឹងវ៉ាន់វ៉ែវកាលពីជាតិមុនហើយជោមិនដឹងខ្លួននោះទេគេឆ្ងល់ណាស់តែតែយល់សពឃើញវ៉ាន់វ៉ែវរហូតអញ្ចឹងឆ្ងល់ដល់ហើយស្ត្រីម្នាក់ហ្នឹងតែតែយល់សពគ្រប់ពេលវេលាក៏ប៉ុន្តែពេលនេះបានមកជួបនៅទីនេះចែកដនពេកហើយមានរឿងអ្វីកើតឡើងខ្ញុំមិនយល់ទេមិនតាន់ចូលគេងទេអីបាទខ្ញុំមិនតាន់គេងទេខ្ញុំមានរឿងច្រើនណាស់ច្បោកច្បល់នៅក្នុងចិត្តទៅគេមិនលក់នឹងណាបងកុំបារម្ភពេកអីពេលដែលប្រច័ណ្ឌពេញវងមកដល់បងនឹងដឹងហើយថាហេតុអ្វីបានជាបងមកដល់ទីនេះដល់តែយប់ប្រច័ណ្ឌពេញវងទៅដឹងអាចប្រាប់ខ្ញុំមុនបានទេខ្ញុំចង់ដឹងណានេះចាកុំចង់ដឹងអីល្អជាងនាំតែគ្រោះថ្នាក់ដល់ខ្លួនទេណាចឹងផងចាត្រូវហើយរងចាំថ្ងៃពេញបរមីតែមួយគត់ទៅអាចដឹងការពិតបានណាហើយហាមដើរជុំវិញទីនេះដាច់ខាតឬនៅជាអាត់កំបាំងផងបងអូនស្រីអូនវ៉ាន់វ៉ែវខ្ញុំចង់ដឹងម្ដងទៀតថាហេតុអ្វីបានជាពួកខ្ញុំមកដល់ទីនេះប្រាប់មុនមកខ្ញុំចង់ដឹងខ្លាំងណាស់ហាមសួរទៀតដាច់ខាតពេលវេលាមកដល់បងនឹងដឹងហើយឆាប់ចូលគេងទៅកុំសួរប្តីផ្ដាស់ទៀតកុំតន់ទៅជប់សិនឆាលីហើយនឹងចយកំពុងតែលងលក់នៅក្នុងដំណេកស្រាប់តែសបិនឃើញអតីតកាលរបស់ពួកគេបោកប្រោមើលពួកគេចោះនោះឆាលីចូលប្រកាសជាសាកសមជាមួយអូនហើយ
អ្នកមានហើយអ្នកមានដូចគ្នាណាដឹងទេហើយឆាប់ទៅយកចូលទៅឬឡើងអូអញ្ចឹងខ្ញុំត្រូវតែយកបងចូលឲ្យបានអីយីពុកជេរហើយស្អីគេហ្នឹង ឆាលីធ្វើពុតជាដួលជោក៏បានស្ទុះមកបីត្រកងនាងភ្លាម នេះក្របបែកចាប់លេងមិត្តប្រុសរបស់យើងភ្លាមអីបងចូលតាជួយស្រីចង្រៃនេះអីចាំមើលទៅទៀត អ្នកទាំងពីរព្រោះតែដណ្ដើមប្រុសក៏បានប្រយុទ្ធគ្នាបង្គោលក្រហមត្រូវមួយដៃបែកច្រមុះសន្លប់បាត់ទៅហើយ បងចូលជារបស់យើងទេតែសន្តំណេកបងចូលអូបងសម្លាញ់ហេតុអីក៏ទៅចោលអូនបែបនេះមីស្រីចង្រៃជប់សិនមីស្រីចង្រៃបងចូលអាយ៉ា ចយបានលើកជើងធ្វើឲ្យវ៉ាន់វែវដួលមិនអាចទៅតាមជោបាន លោកឯងមិនក៏ធ្វើចឹងមិនឃើញគេកំពុងតែលួចស្នេហាខ្ញុំទេអីប្រាប់ឲ្យដឹងចោះដែលឯងជាមនុស្សរុកអាក្រក់ថោកទាបបែបនេះមិនសាកសមជាមួយនឹងមិត្តភក្តិរបស់ខ្ញុំទេប្រាប់ឲ្យហើយទៅចូលជាកូនដែលមានអញ្ចឹងហើយទៅតែស្រឡាញ់គ្នារៀបការជាមួយនឹងកូនដែលមានហាក់តែប៉ះពាល់ចូលដាច់ខាតវើយមិនក៏ពួកឯងធ្វើយ៉ាងណាខ្ញុំពួកឯងចិត្តអាក្រក់ខ្លាំងណាស់អាឆ្កែខាំអាឡានបុកអាក្រក់បាយអាឡានកិនអាឡានបែនអាឡានបុកអាឡានបែន ចយរូគេបានយកសុបិនមើលបាក់វ៉ាន់វែវកាលពីជាតិមុនពេលនេះគេភ្ញាក់ដឹងខ្លួនភ័យណាស់ ចុយមានរឿងអីទៅខ្ញុំយកសុបិនថាចូលនឹងឯងបានរួមស្នេហាជាមួយគ្នាវ៉ាន់វែវទៅដណ្ដើមខ្ញុំតត់មកជើងសន្លប់វ៉ាន់វែវបែកមាត់ហូរឈាមខ្លាមិនក៏យកសពដូចគ្នាមកម៉េចអត់យកសពដូចគ្នាអញ្ចឹងដែរមែនអូយបើចឹងមែនវាពិតជាចម្លែកឲ្យគួរឲ្យខ្លាចណាស់ ឆាលីហើយនឹងចយពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសុបិនរបស់គេដូចគ្នាហើយនៅពាក់កណ្ដាលអាត្រៀតមាត់ទ្វារបន្ទប់ក៏មានរឿងកើតឡើង អូមកចុយស្អីគេនោះគួរខ្លាចមែនម៉ែអើយស្អីគេទៅ វត្ថុចម្លែកនោះបានហុំព័ទ្ធយ៉ាងច្រើនចិត្តមកដល់កន្លែងពួកគេ វីវមកចុយវាប្រកាសជាមករំយើងមិនខានដូចគេទៅគាត់ជាមួយអាកាទេរបស់សាពេកបតរអត់តតែបានទៅសាផងណាកបតទៅរបស់សាពេកបតទៅយកផង បកាច់យកតែពួកឯងនាំគ្នាស្រែករស្អីហ្នឹងគឺពួកខ្ញុំបានឃើញស្អីគេដូចជាសក់យ៉ាងតែមករត់ពួកខ្ញុំណា ចឹងផងណៃណា ចាក់ខ្ញុំមិនបានខកតែគឺចូលតាមទ្វារហ្នឹងមិញណាពិតមែនហើយខ្ញុំឃើញច្បាស់តភ្នែកទាំងពីរទៀតផងណា អូយគ្មានស្អីទេនាំលើឆាប់ដេកទៅកុំលោឡា អើអ្នកទាំងអស់គ្នាខ្ញុំនិយាយជាការពិតណាដូចជាមានស្អីមួយយ៉ាងដូចជាសក់ចឹងមករត់ពួកខ្ញុំភ័យមែនទេអូយខ្ញុំនៅនេះមកយោហើយមិនឃើញស្អីទេប្រហែលជាគាត់តែមើលរឿងខ្មោចច្រើនពេកហើយឆាប់នាំនេះដេកទៅអូយដេកចំណែកជោបានឈរសម្លក់សម្លឹងហើយគិតថារឿងរ៉ាវដែលចយបាននិយាយនោះប្រហែលវាគឺជាការពិតហើយព្រោះពីមុនមកក្នុងសម្បត្តិរបស់គេក៏ធ្លាប់បានជួបរឿងចឹងដែរព្រឹកស្អែកថ្ងៃបន្ទាប់ឆាលីបានដើរលេងគួចគុណមើលសម្រស់ទេសភាពពេលនោះនាងមិនប្រយ័ត្នបានរអិលជើងដួលធ្លាក់ទៅលើជោពេលនោះជោក៏ស្ទុះវឹងទៅបីចារីភ្លាមតែម្ដង ឆាលីហេតុអីក៏មិនប្រយ័ត្នសោះអញ្ចឹង អូយសើប្រយ័ត្នដោយសារឃើញប្រុសស្អាតនៅនឹងចាំជួយចាប់ហើយហ្នឹងហី ចឹងគេថាលងស្នេហ៍ដោយចេតនាហើយ ចំណែកវ៉ាន់វ៉ែវបានឃើញដូច្នេះរូបនាងកាន់តែខឹងលើដើម មីឆាលីខ្វះប្រុសណាស់មែនទេហេតុអីមកស្រឡាញ់ប្រុសរបស់យើងឆ្លោះរំមើលអីបន្តិចសិនអូដើមឈើតតែវិភាគវាឲ្យទៅបានណាយើងទៅស្រាវជ្រាវ ហ៊ុនវែវខឹងយ៉ាងខ្លាំងក៏លេចទៅឃើញចយនៅឯម្ខាងទៀតគេធ្វើឲ្យចយឈួតដើម្បីឲ្យពីអ្នកនោះស្ទុះមកមើល សូមមកវាបកកាយបកាត់ឥឡូវនេះអូយម្ចាស់ចយមិនក៏ធ្វើអញ្ចឹងជុំសិនចយកុំធ្វើចឹងបែកដើមឈើអស់ហើយចយកុំធ្វើអញ្ចឹងជុំភ្លាមណាជុំភ្លាមយក ងាប់ហើយ ជោបានតតមួយជើងដើម្បីឲ្យខ្មោចចេញពីក្នុងខ្លួនរបស់ចយ ជប់គិតរឿងអតីតទៅកូនបើកូននៅបញ្ចេញសិលទៀតពេលដែលប្រច័នពេញវងកូនមិនមានធម្មពលគ្រប់គ្រាន់ដើម្បីសម្លាប់វាទេណា តែខ្ញុំមិនទ្រាំមិនបានទេណាឪចង់មកស៊ីសាច់ពួកវាតែហ្មង អត់ធ្មត់បន្តិចទៅកូនស្រីពួកវារស់មិនបានយូរទេប៉ុន្មានថ្ងៃទៀតពេលវេលាដែលកំណត់ត្រូវបានមកដល់ហើយ ចាឲ្យចាំពីមួយថ្ងៃទៀតក៏បានដែរខឹងមែន វ៉ាន់វែវដោយសារខឹងពួកគេពេកពេលនេះក៏បានបញ្ចេញផោមមួយចោលដើម្បីឲ្យធូរទ្រូងចំណែកចយប៊ីងាប់ព្រោះតែត្រូវសិលរបស់វ៉ាន់វែវ តាំងពីពួកយើងមកដល់ភូមិនេះបញ្ហាកើតច្រើនមែនទែន មែនហើយយើងត្រូវតែរកច្រកចេញពីភូមិនេះឲ្យបានព្រោះនៅទីនេះទៀតមិនស្រួលឡើយណាបញ្ហាមិនចេះឈប់ឈរហើយចំណែកខ្ញុំមករស់ដូចជាងាប់អញ្ចឹងរបួសពេញខ្លួនហើយចំណែកចង្វាយរបស់យើងស្ងាត់តែឈឹងមិនទាន់ហៅគេមកជួយពួកយើងទៀត
សង្ស័យគាត់ភ្លេចពួកយើងអស់ហើយទេដឹងណោះ ដោយសារនៅក្នុងភូមិបញ្ហាកើតជាបន្តបន្ទាប់ពេលនេះពួកគេនឹកឃើញទៅដល់មេរបស់គេតែគាត់បានមកជួយពួកគេហើយឬនៅ បងប្អូនជាទីគោរពតាមមានអ្នកណាដឹងពីរបៀបចេញពីក្នុងដើមឈើអាត់កំបាំងនោះទេជួយប្រាប់ខ្ញុំផងបងប្អូនអើយ ចៅហ្វាយរបស់ពួកគេបានទៅអំពាវនាវនៅផ្សារក៏ប៉ុន្តែគ្មាននរណាអាចជួយរកវិធីដាក់ចេញពីដើមឈើចម្លែកនោះបានឡើយអស់រយៈពេលជាច្រើនថ្ងៃបានកន្លងផុតទៅចយក៏បានជាសះស្បើយពួកគេក៏គិតគ្នាចង់ចាក់ចេញ ហិចអោខ្ញុំជាហើយយើងអាចត្រឡប់ទៅផ្ទះវិញបានហើយវើល្អហើយ ពិតជាល្អមែន នៅពេលដែលពួកគេស្រស់ស្រួលគ្នាក៏ទៅសុំម្ចាស់ផ្ទះត្រឡប់ទៅវិញ ពូខ្ញុំសុំត្រឡប់ទៅវិញឥឡូវនេះព្រោះគ្នាខ្ញុំដើរបានវិញហើយព្រោះថាបើពួកឯងក៏ចេញទៅវិញហើយស្នាក់នៅពី3ថ្ងៃទៀតទៅវើយ ខ្ញុំពិតជាអរគុណពូខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំនៅទៀតមិនបានទេចង់ទៅផ្ទះចាមិនអីទេពូពេលខ្ញុំទៅដល់ផ្ទះវិញយ៉ាងសុខសប្បាយខ្ញុំមិនត្រឡប់មកលេងទីនេះម្ដងទៀតណាពូ ត្រូវឲ្យបើមានឱកាសពួកយើងនឹងមកលេងម្ដងទៀត បើអ្នកទាំងអស់គ្នាចង់ទៅវិញតើដឹងផ្លូវត្រឡប់ទៅវិញដែរទេប្រាប់មើល ចេះតែដើររត់ទៅហើយវាមិនមែនជារឿងងាយស្រួលទេ មិនចាំបាច់ខាត់ទេឪបើពួកគេចង់ទៅហើយឲ្យគេទៅចោះ ទៅចោះសុខសប្បាយតាមផ្លូវវើយបើអញ្ចឹងពួកខ្ញុំលាហើយសុខសប្បាយណាបាយបាយ បងទៅហើយចាពួកខ្ញុំទៅហើយណាអរគុណច្រើន វ៉ាន់វ៉ែវនិងឪពុករបស់គេបានហាមឃាត់ពួកនេះមិនឲ្យទៅក៏ប៉ុន្តែពួកនេះមិនព្រមឡើយព្យាយាមរកផ្លូវចេញដោយខ្លួនឯង ហេតុអ្វីកូនមិនដោយឲ្យពួកវាទៅយើងពិបាកណាស់ទម្រាំតែបានពួកវាមកណា ធ្វើយ៉ាងម៉េចបើខាត់ពួកគេនៅតែមិនស្ដាប់ អូនឹកឃើញហើយយប់នេះថ្ងៃទី15កើតហើយណាប្រច័នពេញវងតែម្ដងពួកយើងអាចកម្ចាត់វាបានហើយ មែនហើយឪខ្ញុំនឹងតែចាប់ពួកវាមិនឲ្យពួកវារួចខ្លួនបានទេចាប់ពួកវាអស់តែម្ដងយកមកដាក់នៅទីនេះដើម្បីឲ្យវាចំនួនកន្លែងរបស់ខ្ញុំពួកវាងាប់ទាំងអស់គ្នាមិនខាន មិនអីទេណាចាំឲ្យជួយកូនក្នុងកិច្ចការងារនេះពួកវាមក វ៉ាន់វ៉ែវនិងឪពុករបស់គេរៀបគម្រោងការសម្រាប់ពួកជោនៅក្នុងយប់នេះ យើងដើរឆ្ងាយទៅជើងរបស់យើងចុកណាស់ចង់សម្រាកណាវើយ ត្របន្តិចទៅយើងរកកន្លែងស្នាក់នៅថ្មីដើរកាន់តែឆ្ងាយខ្ញុំមកឃ្លានហើយ ឪពុករបស់វ៉ាន់វ៉ែវយកខ្សែពួរតាមចាប់ពួកគេទាំង3នាក់នេះយកទៅធ្វើពិធីនៅក្នុងរាត្រីនេះ ពួកអាកូនឆ្កែពួកឯងកុំសង្ឃឹមថារួចខ្លួនយើងនឹងចាប់ពួកឯងយកទៅឲ្យកូនរបស់យើងណែទៅអើយ អស់ស្អីគេជុំចាយ ពួកគេទាំង3នាក់ត្រូវបានចាប់ខ្លួនរាត្រីពេញបរមីថ្ងៃទី15កើតក៏បានមកដល់ចំណែកវ៉ាន់វ៉ែវមហិទ្ធិឫទ្ធិរបស់នាងកាន់តែខ្លាំងពូកែដើម្បីត្រៀមផ្ដាច់យកជីវិតពួកគេទាំង3នាក់នោះ ដល់ទីបំផុតតែដែលយើងរកចាប់បានបាត់ដល់ហើយពួកឯងនឹងងាប់មិនខាតទេពួកឯងនឹងចំនួនកម្លែងរបស់យើង ពេលនេះពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបានឃើញការពិតនៅពីមុខ ចាប់ចាត់ការទៅកូនស្រីឲ្យចាប់ពួកវាមកហើយវាជាការពិតហើយ តែចាប់ពួកខ្ញុំយកមកចោលបាយនេះធ្វើស្អីទៅពួកខ្ញុំមិនអាចធ្វើខុសស្អីទេឆាប់លេងពួកខ្ញុំទៅលេងខ្ញុំទៅខ្ញុំចោលទៅវិញលេងខ្ញុំទៅត្រូវហើយមានរឿងអីយើងអាចនិយាយគ្នាបានអត់អីក៏ចាំចាប់ចោលបែបនេះលេងទៅពួកឯងគ្មានដឹងខ្មោចយកស្អីទេវើយយើងងាប់នៅទីនេះមិនអាចចាប់ជាតិវិញបានក៏ដោយសារតែពួកឯងតែពួកឯងដឹងទេហេតុអ្វីយើងងាប់ គោមានរឿងអាចកំបាំងចឹងផងខ្ញុំក៏ចង់ដឹងដែរ ពួកចៅចង់ដឹងរឿងនេះមែនទេសូមត្រឡប់ទៅមើលអតីតកាលភ្លាមចៅ វ៉ាន់វ៉ែវបាននាំពួកគេទាំង3នាក់នេះមកមើលពីរឿងអតីតមូលហេតុអ្វីបានជារូបនាងស្លាប់ និយាយពីរឿងអតីតរបស់ខ្ញុំគឺជាកូនកសិករម្នាក់ដែលតែងតែយកផ្លែឈើយកទៅលក់នៅផ្សាររាល់ព្រឹកបន្ទាប់មកក៏មានបរិសម្នាក់នោះគឺជាជោដែលមកតាក់ទងញ៉ែញងខ្ញុំជារៀងរាល់ព្រឹកដើម្បីសុំស្រឡាញ់ ស្អាតមែន ហើយជាបន្តបន្ទាប់មកអស់រយៈពេលជាច្រើនឆ្នាំជោតែងតែសុំសារភាពស្រឡាញ់ខ្ញុំតែខ្ញុំមិនព្រមនោះទេតែមានថ្ងៃមួយជោក៏បាននិយាយថា អូនស្រឡាញ់ជប់រស់ស៊ីទៅបងចិញ្ចឹមណាស្រឡាញ់បងទៅបងស្រឡាញ់អូនខ្លាំងណាស់ ដោយសារខ្ញុំទ្រាំមិនបានល្ងងឆោតនឹងពាក្យផ្អែមល្ហែមរបស់គាត់ខ្ញុំក៏យល់ព្រមពេលនោះពួកយើងបានធ្វើស្អីជាមួយគ្នាអស់ជាច្រើនដងបន្ទាប់មកជោរត់ទៅរកអ្នកថ្មីគឺអាឈើលីនេះឯងជោគឺជាអ្នកក្បត់ចិត្តខ្ញុំបានខ្លួនខ្ញុំហើយរត់ចោលខ្ញុំយកអ្នកដទៃ កុំមករញ៉េរញ៉ៃជាមួយខ្ញុំសង្សារថ្មីរបស់ខ្ញុំមកល្អជាង ពេលនោះខ្ញុំយំខូចចិត្តខ្លាំងណាស់គឺមានតែឪពុករបស់ខ្ញុំទេគឺជាអ្នកលួងគាត់ពិបាកចិត្តជាងខ្ញុំទៅទៀតឪពុករបស់ខ្ញុំគាត់ខឹងខ្លាំងណាស់ដោយសារប្រុសព្រានធ្វើបាបចិត្តកូនស្រីរបស់គាត់ឡើងវៃដំបូលផ្ទះតែអស់1 2ទៀតឯណោតែចយវាទេទូរស័ព្ទហៅប៉ូលីសមកចាប់ឪខ្ញុំឯណោចាប់ទាំងឪទាំងកូនឲ្យខ្ញុំមកសែបចាប់
ចាប់វាបានមកចាប់មកចាប់វាបានពេលដែលឃើញដូច្នេះខ្ញុំភ័យខ្លាំងពេកខ្លាចគេចាប់ខ្លួនខ្ញុំខំប្រឹងរត់ទៅឲ្យឆ្ងាយរហូតដល់កន្លែងគ្រោះថ្នាក់មួយជឹកខ្ញុំផងអ្នកណាក៏បានដែរជឹកខ្ញុំផងអ្នកណាក៏បានដែរជឹកខ្ញុំផងពេលព្រាមនោះក្រុមពួកចូលក៏បានមកដល់ដែរខ្ញុំចិត្តធ្លាក់ទៅក្រោមហើយក៏ប៉ុន្តែគ្មានអ្នកណាជួយខ្ញុំនោះទេគេឈរមើលខ្ញុំតើខ្ញុំធ្លាក់ទៅតែម្នាក់ឯងហើយពេលនោះខ្ញុំបានធ្លាក់ជាប់នឹងដើមឈើអាឋាននេះឯង តើអ្នកចង់សម្លាប់ពួកគេវិញដែរទេ ចាខ្ញុំត្រូវតែសងសឹក ចឹងអ្នកចាំនៅដើមឈើនេះហើយ ចាឲ្យតែបានសងសឹកពួកគេខ្ញុំនឹងរងចាំ បើអ្នកយល់ព្រមអ្នកខ្លាចជាខ្មោចដើមឈើនេះមនុស្សម្នាទាំងឡាយនឹងដើរឆ្លងកាត់ទីនេះអ្នកអាចស៊ីសាច់របស់ពួកគេបានហើយអ្នកដែលធ្វើបាបចៅមិនយូរមិនឆាប់ពួកគេក៏មកកាន់ទីនេះដែរដូច្នេះហើយជាឱកាសអ្នកសងសឹកពួកគេបានហើយ ចាអញ្ចឹងដើមឈើសាសិទ្ធសូមចងប្រលឹងខ្ញុំនៅនឹងដើមឈើនេះចោះខ្ញុំនឹងចាំសងសឹកពួកគេ យ៉ាចាប់ពីនេះទៅចៅស្ថិតនៅក្នុងដើមឈើនេះហើយ យើងរងចាំពួកឯងនៅទីនេះវីវអើយ ចឹងមានន័យថាពេលនេះព្រលឹងពួកខ្ញុំកំពុងតែជាប់ឃុំឃាំងមែនទេ ប្រលឹងពួកឯងក៏នៅទីនេះសាកសមពួកឯងក៏កំនៅទីនេះដែរគាត់ទៅដៃ អូកូនស្រីប៉ាកំភ្លេចទុកសាច់ស្រស់ឲ្យប៉ាស៊ីផងណាប៉ាចង់ស៊ី លោកជំសិននោះជារឿងពីមុនទេណាបច្ចុប្បន្នពួកយើងជាមនុស្សល្អមិនដែលធ្វើបាបអ្នកណាម្នាក់នោះឡើយមិនហើយវាជារឿងអតីតកាលទេហើយរំលឹកវាមកធ្វើស្អី បើធ្វើបែបនេះទៀតណារឿងវាកាន់តែអាក្រក់ទៅហើយណាលែងពួកខ្ញុំទៅចាំខ្ញុំមកធ្វើបុណ្យរំដោះគ្រោះឲ្យអាចទៅចាប់ជាតិខាងមុខបានមិនអីទេ វ៉ាន់វែវនាងបានទន់ចិត្តព្រោះតែឮពាក្យពេចន៍របស់ពួកគេបានអង្វរក៏ប៉ុន្តែឪពុករបស់នាងមិនព្រមនោះទេ ហេកូនស្រីចាត់ការវាចោលទៅកុំឲ្យតូតុនវាបោកប្រាស់ពួកយើងទេចាត់ការទៅ ចាំម៉េចបោកប្រាស់ងាប់ទៅ ពួកជោត្រូវបានគ្រប់គ្រងដោយវិញ្ញាណអាក្រក់រៀបនឹងផ្ដាច់យកជីវិតគេទៅហើយបន្ទាប់មកក៏នឹកឃើញដល់លោកតាម្នាក់ដែលជួបតាមផ្លូវ ពួកចៅសូមទៅកន្លែងដើមឈើនោះមែនទេវាគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាពួកចៅចង់ទៅហើយមិនអាចត្រឡប់មកវិញបានពួកចៅត្រូវតែតាំងស្មារតីឲ្យនឹងណូកុំឲ្យតូតុនតាមវិយោបកឲ្យសោះទៅអាចត្រឡប់មកវិញបាន ហើយជោក៏បាននឹកឃើញរឿងនេះពួកគេតស៊ូម្ដងទៀត អ្នកទាំងអស់គ្នាខ្ញុំប្រាប់ដែរត្រូវតាំងស្មារតីឲ្យនឹងណូទៅល្អប្រសើរ បាទខ្ញុំមិនធ្វើវា ពួកយើងមិនអាចស្លាប់ពេលនេះបានទេមានមនុស្សជាច្រើនកំពុងរងចាំយើងទៅតាំងស្មារតីឡើង តែប្រទេសនេះអាចជួយបានទេអើយសាកមើលសិនទៅ ពួកគេបាននាំគ្នាតាំងស្មារតីឲ្យនឹងណោមិនឲ្យភ័យក្លេកចុះក្លេកឡើងឃើញពុថាមួយនៅលើក្បាលពូនោះ ពួកឯងមានឃើញស្អីនៅលើក្បាលវាទេអើយ គឺបថៅណា ខ្ញុំនឹងយកវាឥឡូវនេះ អាស្រ័យសម្រាប់សិនអី ជាការរបស់យើងឲ្យងាប់ទៅនេះវិញ្ញាណអាក្រក់ឆាប់រត់ព្រាមទៅ ទីបំផុតវិញ្ញាណអាក្រក់ក៏បានរលត់ទៅពួកគេក៏បានត្រឡប់មកទីកន្លែងដើមវិញ មេតើពួកឯងចេញមកវិញហើយអីបាទពួកខ្ញុំចេញមកវិញហើយតកែធ្វើស្អីនៅទីនេះយើងកំពុងកាប់ដើមឈើដើម្បីយកពួកឯងចេញមកវិញ បានច្បាយពួកខ្ញុំមកចេញមកវិញហើយចង់បើកលុយផ្ដាច់លៀងជប់ពីការងាររហូតតែម្ដងដែរច្បាយ សូមបើកលុយលាឈប់ចុះបានណាធ្វើការឲ្យអញទៀតវើយចប់ហើយ ហើយបន្ទាប់មកពួកគេទាំង3នាក់បានចូលបួសធ្វើជាព្រះសង្ឃដើម្បីលាងអំពើបាបរបស់ពួកគេនិងឧទ្ទិសកុសលដល់វិញ្ញាណអាក្រក់នោះ ហើយរឿងរ៉ាវពីអតីតកាលគ្មានអ្នកណាដឹងមុនទេញាតិញោមអើយត្រូវហើយក៏ប៉ុន្តែបច្ចុប្បន្ននេះយើងនាំគ្នាធ្វើអំពើល្អឲ្យបានច្រើនទៅ សូមកុំចង់ចាញ់ចង់ឈ្នះគ្នាអីពីរងាប់ដោយការមិនចងពី ពួកយើងឧទ្ទិសកុសលឲ្យគេទៅសូមញាតិទាំងឡាយរបស់ខ្ញុំសូមផ្ដល់នូវសេចក្តីសុខចរ វ៉ាន់វែវខ្ញុំឧទ្ទិសកុសលធ្វើបុណ្យឲ្យជប់ចងកម្មចងពៀជាមួយខ្ញុំទៀតសូមទៅចាប់ជាតិខាងមុខឲ្យបានស្ងប់សុខទៅចោះសាធុ សួស្តីពុកម៉ែបងប្អូនរឿងរបស់យើងចប់ត្រឹមហ្នឹងហើយអរគុណច្រើន